សួរពុកម៉ែបងប្អូននិងអូនពូមីងទាំងអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំធ្វើដំណើរកំសាន្តទៀតឲ្យបងប្អូននៅឯបុកល្ហុងចុងថ្នោតយើងហ្នឹងនៅខេត្តតាកែវបងប្អូនណាខ្លះដែលគាត់បានចេញទៅទីតាំងហ្នឹងហើយអាចចូលខមមិនម្នាក់មួយមកខ្ញុំទៅលើកទី1ទេបងប្អូនអើយមើលម៉ែផងមើលអីផងនំតដល់ទីតាំងហ្នឹងណាហើយមានជាការហួសផ្លូវជានេះមានមិត្តភ័ក្តិបងភឿនរួមទាំងម្ដាយខ្ញុំផងប្អូនខ្ញុំផងឪពុកខ្ញុំផងនេះជាកូនល្អជាមិត្តភ័ក្តិល្អជូនដើរលេងឥឡូវមកដល់ទីតាំងដែលយើងត្រូវទៅហើយបងប្អូនគឺនៅបុកល្ហុងចុងថ្នោតហ្នឹងហើយទីតាំងគេហ្នឹងគឺស្អាតមែនបងប្អូនគ្រាន់តែមើលទេសភាពផ្នែកខាងក្រៅដែលខ្ញុំថតហ្នឹងក៏បងប្អូនឃើញដែរអើយអ្នកចូលចិត្តបែបធម្មជាតិឬក៏ចង់ធ្វើការថតរូបអីគឺត្រូវហ្មងដោយសារកន្លែងហ្នឹងមានកន្លែងថតរូបជាច្រើនហើយប្លែកស្អាតហើយម្ហូបគេនេះក៏ឆ្ងាញ់ដែរបងប្អូនឆ្ងាញ់ជាងគេគឺបុកល្ហុងហ្នឹងហ្មងបងប្អូនតែខ្ញុំអត់បានកំងអាកែបបោកទូចហ្នឹងខ្ញុំស្ដាយបងប្អូនអាពេលទៅហ្នឹងថតស្រាប់អាពេលកំងមីនុយគេមិនបានកំងណែអាឡ័យតែជ្រួជ្រើមជាមួយនឹងបុកល្ហុងពេកឥឡូវយើងនាំគ្នាឡើងដើរទៅខាងលើខ្ញុំឡើងទៅមុនគេហ្នឹងតែមើលស្ថានភាពឬក៏ស្ថានភាពកន្លែងហ្នឹងមានអីបងប្អូនស្អាតណាឃើញទេមានកន្លែងតុបតែងយើងអាចថតរូបលេងកំសាន្តអីចឹងទៅហើយមកឲ្យខ្ញុំនេះធំជាងកូនទៀតណាអូមានតាំងអីគេអាពងទឹកថ្នោតអីហ្នឹងថតមកជាលក្ខណៈគ្រួសារនេះដាក់មកអស់មកដាក់បានប៉ោះដាក់ហើយម៉ែខ្ញុំអីក៏គាត់ចូលចិត្តថតរូបដែរម៉ែខ្ញុំឲ្យខ្ញុំអីហ្នឹងបងប្អូនខ្ញុំអីគឺជំនាញឯងតែណាគឺមិនបានថតគឺមិនអស់ចិត្តឡើយតែនិយាយពីវីដេអូឬក៏រូបស្លឹកវិញឡើងចង់បាញ់ទូរស័ព្ទឲ្យបងប្អូនទៅតែមួយផ្លែតហ្នឹងឯណាហើយទេសភាពគឺស្អាតឥឡូវមកមើលតាយាយស្វីតសិនណាបងប្អូនចាំតែមើលកូនហើយខ្ញុំមានមិត្តភ័ក្តិខ្ញុំទៅជាមួយដែរនេះក្មេងតូចច្រមុះនេះសិស្សក្មេងតូចនេះតូចមែនបងប្អូនហើយមិនចេះតិចគីឡូទេមួយសិស្សក្មេងតូចអស់ហើយឥឡូវនេះយើងធ្វើការថតរូបអស់ចិត្តអស់ចង់ហើយយើងចាប់ផ្ដើមសេរីរកកន្លែងញ៉ាំអីបងប្អូនពួកអីបើសិនជាយើងអត់ហូតទៅទេកន្លែងញ៉ាំអីគឺអត់មានតែម្ដងពួកមនុស្សច្រើនអញ្ចឹងខ្ញុំដំបូងខ្ញុំថាអង្គុយនៅកន្លែងដែរខ្ញុំចង្អុលនឹងតែចុងក្រោយអ៊ីនោះគាត់ចេញខ្ញុំចូលកន្លែងហ្នឹងហ្មងនៅជាប់គ្នានឹងបងប្អូនអូយតិចស្រួលតែខ្ញុំទៅនឹងដូចរៀងពេលព្រឹកដែរទេដោយសារខ្ញុំចេញទៅដូចជាម៉ោង10ហើយបងប្អូនអញ្ចឹងខ្ញុំទៅដល់ហ្នឹងចំពេលម៉ោងបាយល្មមហើយយើងមើលវីនុយមើលអីនេះមហូបគេតាំងទឹកភេទជ្ជៈគេគឺតម្លៃសមរម្យបងប្អូនអាចទៅសាកបានណាបងប្អូនហើយមុខមហូបគេមួយតំណឹងណាអូខ្ញុំនេះអត់តែពេលវយឃើញអារបស់យើងកាន់ញ៉ាំហ្នឹងគឺមានចការក្លៀនជាខ្លាំងបងប្អូនហើយមើលទៅអូយបងល្ហុងគេតែ20000នេះបងប្អូនបានច្រើនណាស់ឡើងមកថាសធំហ្នឹងហើយមែនញ៉ាំគ្នាឡើងមែន5-6នាក់ហើយទៅវិញទៅមកនៅតែអត់អស់ចិត្តទេទៅចាប់កន្លែងអង្គុយញ៉ាំអីហើយនាំគ្នាមកថតរូបទៀតឲ្យខ្ញុំនេះស្ទៀវចង្កូនទៀតណាដាក់វ៉ែនតាដាក់អីមកលះចង្កូនសាស់ហើយតែម្ដងម៉ែខ្ញុំក៏អត់អស់ចិត្តរឿងអីគេអាពងទឹកថ្នោតនេះគាត់នៅកាន់ចង់ថតមានផ្កាអីនៅគេហ្នឹងទៅម៉ែឲ្យកូនតែប៉ុណ្ណេះអត់មានទៅណាទេគឺនៅតែកន្លែងថតហ្នឹងតែម្ដងឲ្យសុំផ្ដាច់ទេនេះក្មេងតូចនេះអីនេះនៅឈើចាំថតអើយសប្បាយតើបងប្អូនទៅអញ្ចឹងយើងយើងប្លែកភ្នែកហើយទេសភាពគេគឺស្អាតដើមថ្នោតដើមអីអើយទៅដល់ចុងតែម្ដងបងប្អូនហើយស្អាតខ្លាំងពេញចិត្តហ្មងអ្នកទៅគ្រាន់ថាបើសិនជាយើងទៅចាំពេលមានមនុស្សច្រើនអីអាចនឹងរងចាំទីចឹងណាបងប្អូនដោយសារគាត់ធ្វើអត់តាន់ទេច្រើនកន្លែងណាហើយគ្នាយើងច្រើនហើយណាមួយពេលឡើងចុះចឹងក៏គាត់រៀងពិបាកដែរឥឡូវមកទស្សនាអ្នកមហូបខ្ញុំកំងបងប្អូនមានតាំងអីគេបុកល្ហុងនឹងមួយហើយស្អីគេទៅនេះសាច់មាន់រំលីងជាមួយនឹងស្លឹកគ្រៃបងប្អូនឥឡូវខ្ញុំសាកបុកល្ហុងមុនគេដោយសារខ្ញុំឆ្ងាញ់បុកល្ហុងនឹងជាខ្លាំងឥឡូវដាក់មាន់វិញម្ដងឆ្ងាញ់ជាប់មាត់តែម្ដងបងប្អូនហើយអាពូកូទឹកប្រហុកគេនេះនឹងក៏ឆ្ងាញ់ដែរបងប្អូនតែដោយសារពេលហ្នឹងអត់មានទឹកប្រហុកដូរដាក់ជីតៅហ៊ូមានអីឆ្ងាញ់ប្លែកមាត់បងប្អូន
ឆ្ងាញ់បងប្អូននៅឃើញក៏ឃ្លានទៀតដែរមើលទៅពួកគាត់កំពុងតែញាប់មាត់ជាមួយនឹងម្ហូបចំណីអាហាររបស់យើងនឹងតែម្ដងចាឥឡូវបន្ទាប់ពីយើងញ៉ាំហើយមានជាការផ្អៀងផ្អងហើយចាប់ផ្ដើមមានណែនខ្លួនត្រង់ខ្លួនអស់គ្រប់គ្នាដល់ពេលដងអូសវ៉ាតាផ្លឹបបាយអីផងណាទៅឥឡូវចាប់ផ្ដើមណាត្រង់ដៃត្រង់ជើងហើយមែនបងប្អូនអើយទេសភាពគេខ្ញុំនៅតែនិយាយដដែលចឹងដោយសារតែវាស្អាតខ្លាំងធ្វើខ្ញុំជាប់ចិត្តជាខ្លាំងហើយខ្ញុំគុំថាពេលក្រោយខ្ញុំទៅផ្សារទៀតដោយសារតែខ្ញុំទៅនេះពេលវេលាវារៀងខើចហើយណាមួយមេឃនឹងវាហើភ្លៀងផងមានអីចុងក្រោយមេឃភ្លៀងដេញទៅបានណាបងប្អូននេះកូនអ្នកតកៅប៉ិតណាបងប្អូនឥឡូវខ្ញុំដើរថតអាកន្លែងសួនគេតែមានបានថតទេដោយសារបងប្អូនយើងគាត់នៅចាំថតដែរខ្ញុំដើរទៅអាកន្លែងចុងភៅហ្នឹងក៏តំណឹងដែរបងប្អូនហើយនេះភ្លៀងដេញមែនតែនតែបងប្អូនអើយរត់ចូលជ្រឹកសិនចាំមើលមេឃរៀងរាំងចាំយើងទៅថតភាសាទៀតប៉ុន្តែចុងក្រោយនៅតែអត់បានថតដដែលដោយសារមេឃភ្លៀងខ្លាំងទៅវិញអញ្ចឹងហើយវីដេអូខ្ញុំក៏មានច្រើនដែរបងប្អូនមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ណាបាយបាយសែងណាប់